រៀនអានកំណាព្យមានអ្វីមិនស្មើនឹងមានបញ្ញាអ្នកមានកំហុសធ្វើអ្វីក៏ភ័យអ្នកមានវិន័យធ្វើអ្វីក៏សមអ្នកមានសម្បត្តិជួនទុកក្រៀមក្រំអ្នកល្អឧត្តមគឺមានបញ្ញាទោះមានឬក្រឥតអង្វរចិត្តសាងតែសុចរិតឥតចោលមេត្តាគោរពស្រឡាញ់ជនគ្រប់អាត្មាជួនទុកធុរៈគ្នាគ្រប់គ្រាអាសន្នបើឃើញគេល្អជួយអដោយស្មោះឃើញគេខុសទាស់ប្រាប់ឥតបំភាន់ជួយជាយោបល់ដោយផ្ដល់រង្វាន់ឥតគិតគ្នេខ្នាន់ទួនខុសនៅស្រាលសែបគប់នឹងធัวល្អបវរពិតសែបគប់បណ្ឌិតពិតល្អគ្រប់កាលសែបគប់ជនពាលតែងអុចអាលរឿងតូចខុសស្រាលរាលដាលធំបានប្រព្រឹត្តឥតយល់ផលអ្នកដតីនឿយហត់រាល់ថ្ងៃអាស្រ័យចង់មានបនបាបឥតគិតប្រព្រឹត្តបំពេញរឿងសិលបនទានឥតមានសទ្ធាអ្នកមានបញ្ញាមេត្តាជានិច្ចទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លាធ្វើបន់ឲ្យទានអាស្រ័យបញ្ញាសុខគ្រប់ប្រការរហូតនិព្វាននិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភៈទី5ទំព័រ254ជួនកំណាព្យទី2ជំរំចិត្តឈើដុះលើភ្នំជំរំបាក់សីឈើដុះក្នុងព្រៃជំរំមរគាឈើដុះក្នុងទឹកជំរំមច្ឆាឈើដុះក្នុងផ្សារបង្អួតទេសចរឈើសាងផ្ទះធំជំរំអ្នកមានខ្ទាំតូចគៀនជំរំអ្នកក្រសាងកុដិអារាមជំរំអ្នកធัวសាងកុសលល្អជាជំរំចិត្តរោគមលប់ច្រកពួនព្រោះតែក្តៅកាយដំបៅមិនคลายព្រោះមានថ្នាំបិទមិនបៀតបៀនគេព្រោះតែអាណិតចង់ត្រជាចិត្តម្ដេចមិនរៀនធัวចេះធัวវិន័យសំដីពីរោះទួលកិត្តិយសកែឈ្មោះល្អចិត្តក៏ត្រជាមានអ្នកកំដរគឺមិត្តប្រធัวល្អប្របីណាស់គ្មានអ្វីត្រជាជាងអ្នកយល់ធัวគ្មានអ្វីដែលល្អជាងធัวព្រះគ្មានអ្វីសមរម្យជាងអោនសំពះបើជ្រក់ក្នុងផ្ទះជំរះចិត្តផងបើត្រជាកាយតែខ្វល់ខ្វាយចិត្តកាយរួចទុះពិតចិត្តជាប់ចំណងកាយជាអ្នកមានស័ក្តិធំកន្លងចិត្តត្រូវគេចងចំណងកាមគុណនិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភៈទី5ទំព័រ255ដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ101សាបទានងធម្មទានងជានិតិធម្មទានឈ្នះអស់ទានទាំងពួងសូមអនុមោទនា